ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះកូនពៅរបស់នាងខ្ញុំគាត់កំងមាន់ស្ងោរហើយមាន់ស្ងោរនេះញ៉ាំជាមួយទឹកត្រីកោះកុងទឹកត្រីកោះកុងហ្នឹងមានអាអត់ហិលមានអាហិលហើយយកមកស្ងោរញ៉ាំជាមួយទឹកត្រីកោះកុងតបជាមួយស្ពៃក្តោបមានជីគឹមឆាយបន្តិចមកដាក់ជាមួយថ្លើមម្ដុំមកបងប្អូនដាក់ទៅជាមួយទឹកត្រីកោះកុងហិលចេះជូជូណាឆ្ងាញ់ណាស់បងប្អូនអើយវាមានជាតិតោះតើមើលពីរបៀបស្ងោរមាន់របស់នាងខ្ញុំទិញមាន់មួយថ្ងៃហ្នឹងណាកូនពៅរបស់នាងខ្ញុំគាត់កំងហើយនាងខ្ញុំយកមកស្ងោរហ្នឹងនាងខ្ញុំស្ងោរតែមួយចំហៀងទេនាងខ្ញុំដំកុលក្រៃមានរំដេងស្លឹកក្រូចហើយនឹងខ្ទឹមក្រហមមួយមើមណាពុះវាជា2អញ្ចឹងទៅដំវាទុកទៀតណាកុលក្រៃហ្នឹងហើយនឹងរំដេងហ្នឹងនាងខ្ញុំដំវាដែរបងប្អូនដើម្បីឲ្យវាចេញជាតិឈ្ងុយបន្ទាប់ពីដំគ្រឿងក្រៅហើយនាងខ្ញុំយកមាន់ហ្នឹងមកម៉ាស្សាជាមួយល្មៀតបងប្អូនថ្ងៃនេះនាងខ្ញុំស្ងោរដាក់ជាមួយល្មៀតយើងបន្តិចណាដើម្បីឲ្យមានពណ៌ស្រស់លឿងស្អាតហើយណាមួយធំក្លិនល្មៀតឈ្ងុយផងហ៎ហើយឥឡូវនេះចាប់ផ្ដើមម៉ាស្សាមាន់សិនយកល្មៀតហ្នឹងលាបពីលើស្បែកមាន់ហ្នឹងទៅញីឲ្យវាសប់សាច់មាន់ហ្នឹងណាដើម្បីស្ងោរទៅស្បែកមាន់ហ្នឹងវាលឿងល្អហើយថ្ងៃហ្នឹងកូនពៅគាត់កំងបងប្អូនគាត់ចង់ញ៉ាំមាន់ស្ងោរជ្រលក់ជាមួយទឹកត្រីកោះកុងណាថ្ងៃនេះកូនពៅរបស់នាងខ្ញុំគាត់ជាដល់ពេលគាត់ជាពីជំងឺគ្រុនក្តៅទៅគាត់ឃ្លានមាន់ស្ងោរគាត់កំងឲ្យនាងខ្ញុំស្ងោរមាន់ឲ្យគាត់ញ៉ាំនាងខ្ញុំក៏បានម៉ាស្សាមកអីរួចរាល់ហើយដាក់ដាំទឹកចោលមុននឹងមកធ្វើមាន់ហ្នឹងនាងខ្ញុំដាំទឹកចោលស្រាប់បងប្អូនឥឡូវនេះទឹករបស់នាងខ្ញុំបានពុះហើយនាងខ្ញុំក៏យកមាន់ហ្នឹងទៅដាក់ស្ងោរសិនហើយតម្រាំនឹងបានស្ងោរមាន់ម៉ោង7កន្លះហើយបងប្អូនរៀបចំយកមាន់ហ្នឹងមកដាក់ស្ងោរហ្នឹងណាដាំទឹកពុះហើយចាក់គ្រឿងក្រៅដែលនាងខ្ញុំដំហ្នឹងដាក់ចូលតែម្ដងដាក់អំបិលចូលបន្តិចដាក់ប៊ីចេងចូលបន្តិចដើម្បីឲ្យទឹកហ្នឹងមានរសជាតិឆ្ងាញ់ពេលដែលយើងដាក់សាច់មាន់ហ្នឹងចូលទៅធ្វើឲ្យសាច់មាន់ហ្នឹងមានរសជាតិឆ្ងាញ់ណាបន្ទាប់ពីដាក់សាច់មាន់ចូលហើយនាងខ្ញុំក៏ដាក់ជាមួយគ្រឿងក្នុងហ្នឹងចូលតែម្ដងហើយនាងខ្ញុំក៏គ្របវាចោលមួយសន្ទុះទៅណាគ្របចោលមួយសន្ទុះហើយក៏មកបើកមើលឥឡូវនេះស្ងោររបស់នាងខ្ញុំបានពុះហើយនាងខ្ញុំក៏ចាប់ផ្ដើមប្រែត្រឡប់សាច់មាន់ហ្នឹងមួយចំហៀងទៀតដើម្បីឲ្យឆ្អិនសព្វហើយមាន់ថ្ងៃនេះមាន់បីសះទេបងប្អូនមិនមែនមាន់ស្រែទេព្រោះមាន់ស្រែកាន់តែឆ្ងាញ់តែនាងខ្ញុំទិញបានតែមាន់បីសះហ្នឹងពេលល្ងាចមិនដែលបានមាន់ស្រែទេឥឡូវគ្របចោលសិនមកបុកទឹកជ្រលក់មានម្ទេសអាចសត្វហើយនឹងខ្ទឹមសខ្ទឹមក្រហមនិងស្លឹកជីកំឆាយបន្តិចដើម្បីដាក់ចូលក្នុងទឹកត្រីកោះកុងនឹងឲ្យកាន់តែឈ្ងុយឆ្ងាញ់នាងខ្ញុំដាក់អំបិលនិងប៊ីចេងហើយនិងស្ករសនាងខ្ញុំអត់មានប្រើទឹកត្រីទេបុកទឹកត្រីកោះកុងថ្ងៃនេះនាងខ្ញុំបុកជាមួយអំបិលហើយបុកម៉ត់ហើយនាងខ្ញុំក៏ចាប់ផ្ដើមដាក់ជាមួយស្លឹកជីគឹមឆាយនឹងចូលណានាងខ្ញុំអត់ប្រើទឹកត្រីដោយសារកូនប្រុសរបស់នាងខ្ញុំគាត់ញ៉ាំទៅខ្លាចគាត់ឈឺកអញ្ចឹងហើយនាងខ្ញុំប្រើជាមួយអំបិលសុទ្ធហ្នឹងឯងបងប្អូនហើយក៏បានបុកម៉ត់ហើយក៏ពុះជាមួយក្រូចឆ្មាហ្នឹងច្បាច់ចូលមួយផ្លែថែមមួយចំហៀងទៀតណាហើយនាងខ្ញុំបានលាយជាមួយទឹកជាយើងណាទឹកឆ្អិនបងប្អូនមិនមែនទឹកជាទេសុំទោសបងប្អូនទឹកឆ្អិនហ្នឹងណាលាយជាមួយទឹកឆ្អិនចូលបន្តិចទៅដើម្បីឲ្យទឹកត្រីរបស់យើងហ្នឹងវាអត់ប្រៃវាមកល្មមព្រោះអីយើងប្រើអំបិលតតែយើងលាយទឹកបើយើងប្រើទឹកត្រីយើងមិនបាច់ដាក់ទឹកក៏បានដែរបន្ទាប់ពីនាងខ្ញុំយកទឹកហ្នឹងមកដាក់ចូលប្រហែលជា2ស្ព្រាហើយក៏កូរអាទឹកជ្រលក់ហ្នឹងឲ្យវាសព្វគ្នាហើយភ្លក់មើលយករសជាតិជូរអែមមកល្មមឆ្ងាញ់ទៅនិយាយទៅនាងខ្ញុំចូលចិត្តបុកដាក់អំបិលច្រើនជាងទឹកត្រីព្រោះអីទឹកត្រីពេលដែលយើងយកមកបុកធ្វើទឹកត្រីកោះកុងពេលដែលញ៉ាំច្រើនតែឈឺកបងប្អូនឥឡូវនេះបុករួចរាល់ហើយនាងខ្ញុំក៏ដួសដាក់ចានសិនហើយបន្ទាប់មកទៀតនាងខ្ញុំមកមើលមាន់ឆ្អិនល្មមកូនពៅរបស់នាងខ្ញុំទៅប៉ុណ្ណេះបានឆ្ងាញ់មាត់ហើយបងប្អូននិយាយទៅឈឺប្រហែលថ្ងៃហ្នឹងបងប្អូនអើយស្រក់គីឡូអស់លេងស្រក់ឡើង3 4គីឡូប្រហែលថ្ងៃហ្នឹងនាងខ្ញុំពៅសាច់មាន់គាត់ម្ដងដើម្បីឲ្យគាត់ឡើងគីឡូមកវិញហើយក៏បានចាក់ទឹកត្រីកោះកុងដែលនាងខ្ញុំមានស្រាប់ក្នុងទូអាហ្នឹងអត់ហិលទេបងប្អូនអាក្រហមហ្នឹងអត់សូវហិលទេហើយឥឡូវនេះចាប់ផ្ដើមហែកផ្លូវមាន់សិនបងប្អូនហើយភ្លក់ឲ្យបងប្អូនមើលសិនមួយម៉ាត់ពីរម៉ាត់សិនណាកុំឲ្យថានាងខ្ញុំធ្វើម្ហូបហើយអត់ញ៉ាំមួយរយៈហ្នឹងតមបងប្អូនតមឲ្យប៉ិនត្រីញ៉ាំដែរហ្នឹងឥឡូវហ្នឹងខូចដែរហ្នឹងតមមិនដែលបានយូរទេតែ3ថ្ងៃ4ថ្ងៃហ្នឹងនាងខ្ញុំចាប់ផ្ដើមញ៉ាំហើយឥឡូវនេះចាប់ផ្ដើមដាក់សាច់មាន់ទប់ជាមួយស្ពៃក្តោបជាមានជីគឹមឆាយបន្តិចមកហើយដាក់ជាមួយស្ពៃក្តោបហ្នឹងនិយាយទៅត្រូវគ្នាស្រួយឆ្ងាញ់ណាស់ស្ពៃក្តោបហ្នឹងមានជាតិហ្មងដាក់តបមកបងប្អូនអើយឆ្ងាញ់ណាស់មើលបានដុតទៀតរឹតតែឆ្ងាញ់នេះខ្ញុំដំបងថាដុតតាដល់ពេលកូនពៅគាត់ចង់ញ៉ាំស្ងោរមាន់ស្ងោរហើយនឹងមាន់ដុតមាន់ពងនាងខ្ញុំចូលចិត្តអាមាន់ដុតឬក៏មាន់ពងណានាងខ្ញុំចូលចិត្ត
មាន់ណាដែលដុតទៅក្រៀមស្រួយនិយាយទៅចូលចិត្តរបៀបហ្នឹងបងប្អូនហើយវីដេអូរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់បើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូរបស់នាងខ្ញុំកុំភ្លេច follow page ឬក៏ជួយ like ជួយ share នាងខ្ញុំម្នាក់មួយផងដើម្បីឲ្យនាងខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តបន្ទាប់ហើយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនតែងតែចំណាយពេលវេលាតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នាងខ្ញុំក៏សូមអរគុណសូមជម្រាបលាបាយបាយ